ម្សិលមិញថ្ងៃទី27បងចូលរៀន9គ្រាប់លេខល្អមែនទែនមានរឿងរំភើបជាច្រើនមានទាំងបាត់ឈប់បាញ់មានទាំងការបោះតុក្កតាចូលទីលានបរិច្ចាគជូនទៅដល់កុមារទេសឹកមានទាំងការឈ្នះខ្សែក្បាត់ទឹកដីនៃប្រទេសវៀតណាមបាទមនុស្ស25,000 នាក់ដែលជាចំនួនច្រើនមិនធ្លាប់មានពីមុនមកនៅក្នុងលីកកុំព្យូទ័រកម្ពុជាច្រើនជាងការប្រកួតបាទចំនួនជាងទៀតបាទបានកាន់តុក្កតាម្នាក់1ម្នាក់2ម្នាក់3ម្នាក់4ខ្លះដល់10ដើម្បីបោះចូលទីលានបរិច្ចាគជូនទៅដល់ក្មេងៗពិសិដ្ឋដែលកំពុងត្រូវការភាពកក់ក្ដៅបាទហើយវាមានរឿងមួយទៀតមានអ្នករីកគុណទៀតថាបោះតុក្កតាអញ្ចឹងដូចជាមិនសមយកតុក្កតាយកមកបោះអញ្ចឹងជុំបើយើងយកតុក្កតានឹងបង្កើតទៅជាលុយវិញមិនល្អជាងឲ្យជួយចំគោលដៅជាងទេមានអ្នកខ្លះចរនឹករីកគុណខ្លាំងបានលះបង់តុក្កតាមួយបានជួយផ្សព្វផ្សាយតែជំនាញខាងរីកគុណបាទនៅអឺរ៉ុបគេធ្វើច្រើនណាស់បងប្អូនយើងបាទកម្ពុជាយើងជាលើកទី1ប៉ុន្តែយើងមិនមែនបោះចោលទេតុក្កតានេះគឺយើងយកជូនទៅដល់ក្មួយជនពិសិដ្ឋកំពុងតែត្រូវការទីកក់ក្ដៅពួកខ្លះគាត់រត់ចេញមកផ្ទះអត់មានបានជួបតុក្កតាមកជាមួយទេអញ្ចឹងមនុស្ស20,000 ជាងនាក់បានសម្រុកតម្រង់ជួរគ្នាដើម្បីទៅបរិច្ចាគតុក្កតាដើម្បីទៅចូលរួមទស្សនាការប្រកួតបង្កេតនិងប្រខានស្វ័យរៀងម្សិលមិញនៅឯភូមិរដ្ឋាភិបាល